ជំរាបសួរសួស្តីទាំងអស់គ្នាស្វាគមន៍សម្រាប់ការអានស្រាវជ្រាវ Tarot ទាំងអស់គ្នាចាសម្រាប់វីដេអូនេះយើងមកមើលរាសីសម្រាប់ខែ6សម្រាប់អ្នកឆ្នាំរកាថាតើយើងនឹងជួបរឿងអីល្អៗរឿងអ្វីដែលយើងគួរតែជៀសវាងចាអញ្ចឹងយើងមើលអំពីគោលនៅក្នុងខែ6ចាពាក់ព័ន្ធជាមួយតាណានៃការដើរលេងណាសម្រាប់ឆ្នាំរកានៅក្នុងខែ6នេះអាចនឹងមានគម្រោងក្នុងការដើរលេងចាជាមួយសាច់ញាតិស្នេហាបងប្អូនជាដើមណាចាអញ្ចឹងយើងមើលរឿងល្អៗពាក់ព័ន្ធជាមួយនឹងការងារណាចាឃើញថាការងារអ្វីដែលគិតអ្វីដែលប៉ងអ្វីដែលសម្រាប់គឺធ្វើបានណាហ្នឹងហើយឃើញថាអត់អីទេការងារតូចធំអីឃើញថាដោះស្រាយបានសម្រាប់អ្នកឆ្នាំរការីករាយក៏សប្បាយចិត្តជាមួយនឹងការងារដែលយើងកំពុងតែធ្វើណាឃើញថាល្អច្រើនអត់ជាបញ្ហាទេចាអញ្ចឹងរឿងដែលមិនល្អពាក់ព័ន្ធជាមួយនឹងការងារណាមានអីខ្លះសម្រាប់អ្នកឆ្នាំរកាចាឃើញថាការងារតាក់ទងជាមួយនឹងជនជាតិបរទេសដូចជាមិនសូវល្អចាអ្វីដែលយើងរំពឹងទុកណាពាក់ព័ន្ធជាមួយនឹងការងារក៏មិនសូវជាទទួលបានផលល្អណាស់ណាដែរឃើញថាមិនដូចអ្វីដែលយើងគិតដូចអ្វីដែលយើងប៉ងណាចាសម្រាប់អ្នកឆ្នាំរកានេះឃើញថាចារឿងលុយធំមួយទៀតណាចាឃើញថាលុយធំជាមួយនឹងមនុស្សប្រុសណាដែលជាអ្នកមានលុយមានទ្រព្យសម្បត្តិឃើញថាអត់ដូចអ្វីដែលយើងចង់បានទេចាអញ្ចឹងយើងមើលរឿងលុយកាក់វិញនៅក្នុងខែនេះយ៉ាងណាដែរណាចាក្នុងខែនេះលុយកាក់វិញឃើញថាអត់អីទេល្អចាមានលៀបមានសំណាងទទួលបានលុយកាក់ចាទទួលបានការងារថ្មីចាលុយតិចច្រើនអីឃើញថាបានណាបានតិចតក់ប៉ុន្តែมันចាប់តន់បានចាប់លៀបធំទេនៅក្នុងខែនេះនោះឃើញថាលៀបធំអត់បានទេចាពាក់ព័ន្ធជាមួយនឹងលុយណាដែលយើងរំពឹងទុកវាអាចនឹងបានដែរប៉ុន្តែវាមិនបានច្រើនណាចាឥឡូវយើងមើលរឿងដែលប្រយ័ត្នពាក់ព័ន្ធមួយលុយកាក់មើលមានការខ្វល់ខ្វាយមានការពិបាកចិត្តណាជាមួយនឹងលុយចាបារម្ភខ្វល់រឿងលុយបារម្ភក្នុងការដោះស្រាយលុយចាលុយកាំងនិយាយទៅលៀបធំអត់សូវមានចាលៀបធំអត់មានលុយកាំងច្រើនមែនតើណាមានគេបោកចូលប្រយ័ត្នប្រយែងដែរអាចនឹងមានគេបោកប្រាស់រឿងលុយកាក់ដែរចាសម្រាប់អ្នកឆ្នាំរកានៅក្នុងខែនេះណាយ៉ាប់គេបោករឿងលុយកាក់ណាចាអញ្ចឹងយើងមើលតទៀតមើលរឿងស្នេហារឿងល្អណាឃើញថាស្នេហាធ្លាប់តែមើលមុខគ្នាមិនចំធ្លាប់តែឆ្លុះគ្នាស្អប់គ្នាអីឃើញថាឯងហ៊ីគ្រាន់បើណាធ្លាប់តែញ៉ែញ៉ៃណាឃើញថាអាចដោះស្រាយបានចាឃើញថាស្នេហាដោះស្រាយបានណាឃើញថាស្នេហាអាចដើរចេញតាំងពីតំណែងស្នេហាបានយ៉ាងស្រួលអញ្ចឹងក្នុងនេះខ្ញុំអាចនិយាយអំពីសម្រាប់អ្នកដែលមានចំនួនឧស្សាហ៍មានចំនួនឬក៏លែងលះគ្នាមិនដាច់នៅវល់នៅជាមួយគ្នាហ្នឹងឃើញថាចូលដល់ខែ6គឺដាច់ប៉ាត់ហ្មងចាដាច់ប៉ាត់តែម្ដងណាចាឥឡូវរឿងបញ្ហាពាក់ព័ន្ធជាមួយនឹងស្នេហាហ្នឹងឃើញថាពាក់ព័ន្ធជាមួយនឹងលុយអាចនឹងមានចំនួនជាមួយប្តីប្រពន្ធឬក៏ជាមួយនឹងសាច់ញាតិណាខាងប្រពន្ធឬក៏មិត្តភក្តិខាងប្រពន្ធរឿងលុយអីជាដើមណាប្រពន្ធឬក៏ប្តីអីហ្នឹងណាចាមានអារម្មណ៍ថានៅក្នុងខែ6នេះរឿងស្នេហាមិនសូវជាល្អទេមានអារម្មណ៍ថាពិបាកចិត្តខ្វល់ចិត្តមានភាពឈឺចាប់បរាជ័យជាមួយនឹងតំណែងស្នេហាមានចំនួនណាពាក្យសម្ដីជាមួយគ្នាណាប្តីប្រពន្ធមានចំនួនគ្នាមិនសូវជាល្អប៉ុន្មានទេអញ្ចឹងសម្រាប់អ្នកឆ្នាំរកាលុយកាក់ក៏ចាប់លៀបអត់បានធំស្នេហាក៏ចាប់លៀបអត់បានធំណាឃើញថាម្យ៉ាងឃើញថាមានតាណាដើរលេងប៉ុន្តែលៀបធំអត់ទាន់បានទេចារឿងស្នេហាឃើញថាមិនសូវជាល្អប៉ុន្មានទេណានៅក្នុងខែ6នេះផងដែរចាអញ្ចឹងអរគុណច្រើនណាសម្រាប់អ្នកឆ្នាំរកាជូនពរសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ